bánh chay đến lơ cha nó cứ chỉ bánh chay để bong nhưng ban chạ thế hay là nó không có té nó bạn bong nhom pung cả chạ và tai bị toàn hủi tế bên đây pung chạ bánh chay nó nhom gặp ban là chấm hoi từ lồng nó chấm hoi phai chỉ phèm đắp tới một phai nhật tí bản chấn ngày nắng nắng bông nhóm thua bánh chay nha bắt tay được xa quạt là bồ tích tới cả nhóm máu chạm bánh chay chuyển quạt một plate chẳng bánh chay được on nắng bà hai chia đo bờ tè chiên và tay nhóm thua ban từ bay bờ tè thì hối được xa từ chuyển bông như một plate chẳng quạt chụp bánh chay nó cỡ bà chạm tê được xa từ tè nó việt chua bá bờ xa tè chua bà chạm mình tèn chỉ thôi mặt đá mà bờ tè nó chầm lái về bà hai chip ram tới mùi nẹt ti bàn hối được xa từ nhóm bắt đạp lương khlang tê đạp lương là mồm là mê ơi mà sai nó bị sủi chẳng muốn nắng nhóm ban thua bờ tè hai giờ lại nhóm chạm đam thua mà bờ tè tiệt hàng snow nắng bông nhóm miền đạn sạch chúc hay năng lê chầm mùi nè kia tiệt tuổi chẳng.ถ้าbản thân này cóគ្នាចូលចិត្តសាច់អីផ្សេងក៏ដាក់តាមចំណូលចិត្តទៅកាលពីមុនហ្នឹងក៏ខ្ញុំបានធ្លាប់ចាក់បាញ់ឆាវពីរដងដែរអញ្ចឹងទៅបានវាអត់សូវពិបាកទេដំបូងហ្នឹងខ្ញុំដាក់ខ្ទះក្តៅទៅចាក់ខ្លាញ់អញ្ចឹងដល់ពេលទៅខ្ញុំដាក់តែម្សៅហ្នឹងទៅមកវែកបានឬក៏បើសិនខ្ទះយើងធំដាក់មកវែកកន្លែងអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តម្សៅក្រាស់ដាក់ច្រើនអញ្ចឹងហ្នឹងឬក៏ម្សៅស្ដាងដាក់តិចជាងហ្នឹងអីចឹងណាតែចំពោះខ្ញុំវិញខ្ញុំចូលចិត្តម្សៅរៀងល្មមដោយសារតែអាហ្នឹងវាស្រួយឆ្ងាញ់អញ្ចឹងណាបើសិនតែម្សៅវាក្រាស់ពេកអញ្ចឹងទៅវាអាចនឹងទន់ថ្ងៃហ្នឹងមនុស្សមានតែ3នាក់ទេចាក់បាញ់ឆាវហ្នឹងព្រោះដោយសារតែបងថ្លៃខ្ញុំគាត់ទៅធ្វើកាវពេលហ្នឹងចាក់តែមួយញ៉ាំទេព្រោះដោយសារតែចាំពេលគាត់មកចាំចាក់ថ្មីអញ្ចឹងវាស្រួយឆ្ងាញ់អញ្ចឹងទៅណាមួយវាចំណាយពេលយូរទេក្នុងការធ្វើដោយសារតែគ្រឿងខើហ្នឹងយើងមានរួចស្រេចអស់ហើយចាំតែចាក់ធ្វើហ្នឹងឯងបាញ់ឆាវដែលខ្ញុំធ្វើហ្នឹងគឺប្រទេសហ្នឹងអត់សូវធំហ្មងទេអញ្ចឹងទៅខ្ញុំញ៉ាំរាល់ដងប្រហែលជា3ទៅ4ប្រទេសហើយបាញ់ឆ្អែតពោះទឹកត្រីជ្រលក់បាញ់ឆាវហ្នឹងគឺទឹកត្រីបួសទេយើងប្រើតែទឹកលេងមួយស្ករលេងមួយអំបិលអីចឹងទៅរសជាតិគឺឆ្ងាញ់ដូចទឹកត្រីសាច់ដែរអញ្ចឹងពេលដែលធ្វើបាញ់ឆាវម្ដងហ្នឹងភាគច្រើនគឺអត់មានកម្រងទុកមុនទេព្រោះដោយសារតែម្សៅយើងហ្នឹងទិញទុកនៅក្នុងទូស្រាប់អញ្ចឹងដល់ពេលអញ្ចឹងទៅបើសិនជាឃ្លានពេលណាអាចធ្វើបានពេលហ្នឹងអញ្ចឹងអាគ្រឿងសាច់គ្រឿងបន្លែយើងអាចទៅទិញនៅផ្សារជាប់ផ្ទះអីចឹងបានប៉ុន្តែចំពោះម្សៅហ្នឹងគឺរៀងប្រវ៉ានទេដល់នៅផ្សារចិនអីมันមានអញ្ចឹងទៅជាធម្មតាពេលតែទិញអីវ៉ាន់ហ្នឹងគឺយើងទិញច្រើនយកមកទុកក្នុងផ្ទះក្នុងទូអញ្ចឹងទៅរួចទៅណាមួយផ្ទះខ្ញុំហ្នឹងមិនមែននៅក្នុងក្រុងទេអញ្ចឹងទៅយើងទៅឡើងផ្សារម្ដងទិញទុកប្រហែលជាមួយអាទិត្យឬក៏មក2-3អាទិត្យអញ្ចឹងបាទបាញ់ឆាវហ្នឹងគឺខ្ញុំបានជៀនមកផ្ទះរួចហើយតែឥឡូវវាចិត្តរួចមួយទៀតហើយខ្ញុំចាំតែស្ដាយបដោះរៀងសកមបន្តិចខ្ញុំដាក់សាច់ចូលអញ្ចឹងចំពោះឆ្នាំងមួយទៀតហ្នឹងគឺខ្ញុំបានចំហុយទៅរលងស្វាយហើយនឹងត្រាវបាទឥឡូវនេះខ្ញុំបានជៀនបាញ់ឆាវហ្នឹងរួចរាល់អស់ហើយរៀបចំញ៉ាំអានេះគឺជាទឹកត្រីប៊ូសទេហើយទៅនឹងមានបន្លែបន្ទាប់អីចឹងទៅមានទឹកសក់មានអាយស្ពែមានជីងកាមអីចឹងទៅបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលទស្សនានៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន